AI Assistant កំពុងតែរីកចម្រើនយ៉ាងខ្លាំងចូលទៅក្នុងការងារប្រចាំថ្ងៃរបស់ពួកយើងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការដំឡើង AI Assistant នៅក្នុង local machine ដែលនឹងប្រើប្រាស់ជាមួយនឹង service free ទាំងអស់ដូច្នេះក្នុងនេះយើងនឹងចាប់ផ្ដើមជាមួយនឹងការដំឡើង LLM model ជាមួយនឹង Ollama គឺជា suite មួយដែលយើងអាចយកមកប្រើដើម្បីក្នុងការដំឡើង large language model ដើម្បីប្រើប្រាស់ជាមួយនឹង AI system ឬក៏ AI agent អញ្ចឹងជាដំបូងយើងចូលមកក្នុង download ដើម្បីយក software ទៅដំឡើងសិនទៅតាម OS ដែលយើងត្រូវការដូចជា macOS Linux ឬក៏ Windows តោះមកយើងអាចចូលទៅក្នុង document យើងចូលមក quick start តោះមកយើងអាចវាយ command Ollama នោះវាបង្ហាញពីការ set up model ការ launch cloud code codec ឬក៏ open claw អញ្ចឹងក្នុងនេះគឺខ្ញុំអាចធ្វើការ run model ឬក៏ open claw បានតែក្នុងនេះខ្ញុំអត់ទាន់ចាប់ផ្ដើមធ្វើ run model នោះទេខ្ញុំនឹងបង្ហាញពីការជ្រើសរើស model សិនដើម្បីឲ្យយើងរើស model ណាដែលត្រូវជាមួយនឹងការងារដែលយើងត្រូវធ្វើអញ្ចឹងយើងអាចស្វែងរក model ជាមួយនឹង Gemini នៅក្នុងនេះយើងអាចសួរ Gemini ឲ្យ suggest នៅ model មួយចំនួនដែលយើងត្រូវការជាមួយនឹងម៉ាស៊ីនកុំព្យូទ័ររបស់យើងចេះកុំព្យូទ័ររបស់ខ្ញុំមាន RAM 16GB អញ្ចឹងយើងអាចសួរ Gemini ក្នុង model ណាដែលវាស័ក្តិសមជាមួយនឹងកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងបន្ទាប់មកGeminiនឹង suggest model មួយចំនួនដែលយើងអាចប្រើប្រាស់បានក្នុងនោះដូចជា Llama 3.3 ដែលមាន8 billion parameter យើងអាចប្រើប្រាស់វាដែលប្រើ Ollama run Llama 3តើមកមាន GPT-OS 20 billion 22ហើយក្នុងនោះក៏វាប្រាប់ពីការប្រើប្រាស់ RAM ដែរគឺពី 5G ទៅ 7G ហើយក្នុងនេះក៏យើងគួរតែប្រើត្រឹមតែ 7G បានហើយឬក៏ត្រឹម 8G ទេព្រោះយើងទុក space សម្រាប់ iOS ឬក៏ browser ឬក៏កម្មវិធីដែលយើងត្រូវប្រើប្រាស់ផ្សេងទៀតmodel មួយនេះវិញប្រើរហូតទៅដល់ 14G នោះអញ្ចឹងក្នុងនេះគឺមាន Kevin 3ដែលមាន design រហូតដល់ 14 billion ដែលវា perfect សម្រាប់ 16GB RAM ក្នុងនេះវានឹងបង្ហាញ model មួយសម្រាប់ការងារទៅឬក៏យើងអាច specific model មួយសម្រាប់ coding ក៏បានដែរចឹងនៅក្នុងនេះគឺយើងនឹងងាយស្រួលរើសយក model មួយណាមកប្រើដើម្បីកុំឲ្យវាធ្វើការ run ទៅអាច slow កុំព្យូទ័ររបស់យើងឬក៏មានការបញ្ហាគាំងជានោះនេះគឺគេប្រើ Kevin 2.5 coder អញ្ចឹងបន្ទាប់ពីយើងបាន model ណាមួយយើងស្រាប់ថាប្រើវាយើងអាចពីឈ្មោះរបស់វាឬក៏ក្នុងនេះគេប្រាប់ពីរបៀប run ជាអាចធ្វើការ copy command នេះយកទៅប្រើឬក៏យើងអាច copy ឈ្មោះនេះយកទៅ search នៅក្នុង Ollama websiteហើយយើងចូលមកក្នុង model ចឹងយើងឃើញមានឈ្មោះវាក្នុងហ្នឹងចឹងក្នុងនេះគេនឹងប្រាប់ពីរបៀប run model មួយហ្នឹងជាមួយនឹង application ដូចជា cloud code codec និង open claw តើមកវានឹងធ្វើការ pull បន្ទាប់ពីយើងធ្វើការ download វាមកប្រើប្រាស់ហើយយើងអាចធ្វើការសារផ្ញើ message chat ជាមួយវាតើនឹងបានលទ្ធផលដូចនេះដែរដូច្នេះយើងថាវាអាចរកចម្លើយមកយើងបានចឹងនៅវីដេអូបន្ទាប់យើងនឹងធ្វើការយក model នេះទៅប្រើប្រាស់ជាមួយនឹង open claw ហើយជាមួយ chat provider បើសិនជាអ្នកខ្ញុំយក complete ជួយ like និង follow ផងដើម្បីជាការចែករំលែកទៅដល់ developer ឬក៏អ្នកប្រើប្រាស់ផ្សេងផងដែរបើសិនជាអ្នកខ្ញុំមានចម្ងល់ណាគ្នាអាចជួយការ comment នៅខាងក្រោមបានអរគុណ